សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីប្រធានបទមួយដែលសំខាន់និងអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាននោះគឺហេតុអ្វីបានជា mindset កំណត់ភាពជោគជ័យរបស់អ្នកមនុស្សភាគច្រើនគិតថាភាពជោគជ័យគឺកើតឡើងពីលុយការអប់រំឬក៏ជាឱកាសល្អវាមានសារៈសំខាន់ណាស់ក៏ពិតមែនក៏ប៉ុន្តែវាក៏ជារឿងមួយដែលសំខាន់ជាងនេះទៅទៀតគឺ mindset គឺឬក៏ផ្នត់គំនិតរបស់អ្នក mindset គឺជារបៀបដែលអ្នកគិតមើលពីបញ្ហានិងឆ្លើយតបចំពោះជីវិតវាជាសម្លេងខាងក្នុងដែលប្រាប់អ្នកថាខ្ញុំអាចធ្វើបានឬក៏មិនអាចធ្វើបានសម្លេងទាំងនោះគឺមានឥទ្ធិពលខ្លាំងទៅលើអនាគតរបស់អ្នកឧទាហរណ៍ថាមានមនុស្សពីរនាក់ជួបបរាជ័យដូចគ្នាម្នាក់និយាយថាខ្ញុំបរាជ័យហើយខ្ញុំគ្មានសមត្ថភាពទេរីឯម្នាក់ទៀតក៏បាននិយាយថានេះគ្រាន់តែជាមេរៀនមួយតែប៉ុណ្ណោះខ្ញុំនឹងព្យាយាមម្ដងទៀតប្រហែលឆ្នាំក្រោយមកជីវិតរបស់ពួកគេគឺអាចខុសគ្នាទាំងស្រុងមូលហេតុមិនមែនពីបញ្ហាទេគឺមកពីរបៀបគិតចំពោះបញ្ហាមនុស្សដែលមាន mindset ល្អមើលឃើញឱកាសនៅក្នុងឧបសគ្គពួកគេមិនខ្លាចកំហុសពួកគេដឹងថាកំហុសគឺជាផ្លូវទៅរកភាពរីកចម្រើនពួកគេមិនបោះបង់ដោយងាយៗនោះទេពួកគេជឿថាសមត្ថភាពគឺអាចអភិវឌ្ឍបានទៅវិញមនុស្សដែលមាន mindset អវិជ្ជមានគឺតែងតែសង្ស័យខ្លួនឯងថាខ្លាចនឹងការរិះគន់ខ្លាចនឹងបរាជ័យហើយក៏រងចាំពេលល្អឥតខ្ចោះប៉ុន្តែពេលល្អឥតខ្ចោះភាគច្រើនគឺមិនកើតមកនោះទេ mindset ក៏អាចប៉ះពាល់ដល់ទម្លាប់នៃការរស់នៅប្រចាំថ្ងៃផងដែរបើអ្នកគិតថាអ្នកអាចចម្រើនបានអ្នកនឹងអានសភៅរៀនជំនាញថ្មីនិងគិតខំធ្វើការនិងថែរក្សាវិន័យបើអ្នកគិតថាខ្លួនមិនអាចផ្លាស់ប្ដូរបាននោះទេអ្នកនឹងនៅកន្លែងដដែលដូច្នេះហើយតើធ្វើដូចម្តេចដើម្បីបង្កើត mindset ឲ្យល្អចំណុចទី1គឺនិយាយជាមួយខ្លួនឯងដូរពាក្យថាខ្ញុំមិនអាចទៅជាខ្ញុំរៀនធ្វើចំណុចទី2មើលបរាជ័យជាមេរៀនមិនមែនចង់បញ្ចប់នោះទេចំណុចទី3នៅចិត្តមនុស្សអវិជ្ជមានឬក៏វិជ្ជមានគឺតែងតែជំរុញយើងឲ្យមានភាពរីកចម្រើនជានិច្ចចំណុចទី4គឺអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃទោះតិចតួចក៏ដោយចាំបាច់ត្រូវតែចាំថាភាពជោគជ័យគឺមិនអាចផ្ដើមពីខាងក្រៅនោះទេគឺវាផ្ដើមចេញពីក្នុងចិត្តអ្នកជាមុនសិនអ្នកអាចបដូររបៀបគិតឬក៏អាចបដូររបៀបរស់នៅពេលដែលអ្នកបដូររបៀបរស់នៅអនាគតរបស់យើងនឹងផ្លាស់ប្ដូរតាមនោះដែរដូច្នេះហើយបើអ្នកចង់ជោគជ័យទៅចាប់ផ្ដើមស្វែងរកអ្វីដែលនៅខាងក្រៅជាមុនសិនចាប់ផ្ដើមកែប្រែ mindset របស់អ្នកសិនសូមអរគុណសម្រាប់ការស្ដាប់និងទស្សនាបើអ្នកចូលចិត្តវីដេអូបែបនេះសូមចុច like share និង subscribe ដើម្បីទទួលបាននូវវីដេអូបន្តថ្មីៗល្អជាងនេះទៅទៀតសូមអរគុណ